សូមជូនរឿងមិត្តក្បត់មិត្តពេងប៉ោះនិងដំឡូងបារាំងណែស្ពឌីមិត្តសម្លាញ់នេះជាប្រាក់ទាំងអស់ដែលខ្ញុំមានខ្ញុំឲ្យឯងខ្ចីដើម្បីពង្រីករបររកស៊ីរបស់យើងអរគុណឯងខ្លាំងណាស់ថមីខ្ញុំសន្យាថានឹងមិនបំភ្លេចគុណបំណាច់ដ៏ធំធេងរបស់ឯងឡើយ Gary នេះជាប្រាក់កាសទាំងអស់ដែលខ្ញុំបានខ្ចីពីថមីហាហាល្អណាស់ស្ប៉ាឌីធ្វើបែបនេះឯងនឹងក្លាយជាអ្នកមានក្នុងភូមិចំណែកអាថមីវានឹងក្លាយជាអ្នកបម្រើឯងវិញស្ពឌីហេតុអ្វីបានជាឯងធ្វើបែបនេះដាក់ខ្ញុំហេតុអ្វីឯងលួចបន្លំយកដីចម្ការនិងផ្ទះសម្បែងរបស់ខ្ញុំទៅវិញខ្ញុំមិនដែលគិតទាល់តែសោះថាមិត្តដែលខ្ញុំស្រឡាញ់នឹងទុកចិត្តបំផុតបែរជាមកចាក់កាត់ខ្ញុំពីក្រោយខ្នងព្រោះតែលុយបែបនេះសោះឯងវាជាមនុស្សក្បត់មិត្តបើឯងហ៊ានក្បត់សំបីតែមិត្តល្អបំផុតរបស់ឯងខ្ញុំក៏មិនអាចទុកឯងឲ្យនៅទីនេះដែរចេញពីផ្ទះខ្ញុំទៅថមីខ្ញុំដឹងខ្លួនខុសហើយលុយកាក់ទាំងអស់ត្រូវបាន Gary បោកយកអស់ហើយពេលនេះខ្ញុំមិនសល់អ្វីទេសូមអត់ទោសឲ្យខ្ញុំផងខ្ញុំអត់ទោសឲ្យឯងចូលចាំចុះថាលុយកាក់បាត់បង់អាចរកវិញបានតែមិត្តភាពដែលបាត់បង់ហើយគឺមិនអាចទិញមកវិញដោយប្រាក់បានឡើយសូមជួយចុច like និង follow ម្នាក់មួយផងបង Please help click like and follow